Nghĩaត្រឡប់មកកាន់ពេលដែល Julius និង Osarena កំពុងតែជជែកគ្នាបន្តិច Julius បានសម្ដែងនូវការមិនពេញចិត្តចំពោះសំណើរបស់ Osarena ទោះបីជាយ៉ាងណាក្តី Osa ក៏បានបន្តបញ្យល់ដោយអះអាងថារឿងទាំងនេះគឺដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ Theo នាងជឿជាក់ថាជាមួយនឹងទេពកោសល្យនិងសក្តានុពលដ៏អស្ចារ្យរបស់ Theo គេប្រកាសជាអាចនឹងអភិវឌ្ឍខ្លួនបានលឿនជាមិនខានក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះគេនឹងអាចជួបនៅឧបសគ្គធំៗដូចជាជញ្ជាំងដែលនឹងរារាំងដំណើរទៅមុខរបស់គេផងដែរដូច្នេះហើយការចូលរួមបង្ហាត់ Theo រួមគ្នានឹងជួយឲ្យគេអាចនឹងជំនះរាល់បញ្ហាដែលនឹងជួបប្រទះបានក៏ប៉ុន្តែនៅក្នុងពេលនោះ Julius ក៏បានលើកឡើងដោយក្តីបារម្ភថាចុះបើ Theo អាចក្លាយទៅជាសត្រូវរបស់ត្រកូល Ragnar វិញតើធ្វើយ៉ាងណាទៅព្រោះដឹងស្រាប់ហើយថាមនុស្សដែលអាចនឹងរីកចម្រើនលឿនបែបនេះភាគច្រើននឹងតែងតែជួបនឹងវាសនាអកុសលនៅខាងមុខគេក៏បានបន្តនិយាយទៀតថាបើប្រវត្តិសាស្ត្រច្រំដែលនោះអ្វីៗដែលយើងបានមករៀនទៅកាន់ Theo ទាំងអស់នឹងត្រឡប់មកក្លាយទៅជាការកាប់សម្លាប់គ្នានៅក្នុងបរិយាណាវិញហើយអ្វីដែលកើតឡើងប្រកាសជាមិនអាចនឹងនឹកស្មានដល់នោះទេទោះបីជាមានការព្រួយបារម្ភបែបនេះក៏ពិតមែនក្រោយពីបានស្ដាប់ហើយអូសាក៏មានការជឿជាក់នៅក្នុងចិត្តថា Julius គឺជាមនុស្សដ៏ត្រឹមត្រូវបំផុតក្នុងការបង្ហាត់បង្រៀននិងខ្លំមើល Theo នាងក៏បាននិយាយថាប្រសិនបើ Theo ស័ក្តិសមមែន Julius អាចនឹងផ្ដល់សៀវភៅក្បាច់គុណមួយនេះឲ្យទៅគេបានឥឡូវត្រឡប់មកកាន់បច្ចុប្បន្ននេះវិញ Julius បានប្រគល់សៀវភៅក្បាច់គុណដ៏មានតម្លៃនោះឲ្យទៅ Theo ផ្ទាល់នឹងដៃ Theo ស្ទើរតែមិនជឿនឹងភ្នែកថាខ្លួនមានឱកាសរៀនសូត្រពីអ្នកទាំងពីរដែលល្បីថាជាអ្នកកណ្ដាលកម្ពុជាលេខ1និងលេខ2នៃត្រកូល Ragnar នេះ Theo ក៏បានសួរទៅ Julius ថាតើគេពិតជាស័ក្តិសមនឹងទទួលរបស់មានតម្លៃបែបនេះមែនទេ Julius ក៏បានបញ្ជាក់ថាកុំបាច់ដាក់ខ្លួនពេកអីព្រោះនៅពេលនេះ Theo គឺពិតជាស័ក្តិសមបំផុតហើយអំឡុងពេលដែល Julius កំពុងតែពិភាក្សាជាមួយនឹង Evelyn ពីកិច្ចការមួយ Theo ក៏បានរំលឹកដឹងគុណនៅក្នុងចិត្តចំពោះអ្វីៗដែល Julius បានធ្លាប់ជួយមកគេរហូតមកដល់ទីនេះគេក៏បាននិយាយបង្ហាញពីការដឹងគុណដោយផ្ទាល់រួចក៏បានប្រាប់ថាគេចង់សងគុណ Julius វិញក្រោយពីបានឮពាក្យនេះភ្លាម Julius ក៏បានតបមកវិញយ៉ាងរហ័សថាកុំបារម្ភអីព្រោះនៅពេលនេះ Theo នឹងមានឱកាសក្នុងការសងគុណហើយ Julius ក៏បានបបួល Theo ក្នុងការប្រយុទ្ធគ្នាមួយស្មើតែម្ដងដែលគាត់បាននិយាយថាគាត់ខានសប្បាយយូរណាស់មកហើយសំណើមួយនេះបានធ្វើឲ្យ Theo មិនអាចនឹងបដិសេធបានឡើយនៅពេលដែល Julius បានស្ទុះចូលមកតទល់ជាមួយនឹង Theo Evelyn ក៏បានរត់គេចចេញពីទីនោះយ៉ាងលឿនហើយក៏បានចាក់សោទ្វារជាប់តាមការបញ្ជារបស់លោកមេបញ្ជាការនៅពេលដែលព្រះអាទិត្យនៃព្រឹកព្រលឹមនៃថ្ងៃថ្មីក៏បានរះឡើងវិញ Evelyn ក៏បានចាប់ផ្ដើមបើកទ្វារឡើងវិញនាងក៏បានសង្កេតឃើញ Theo អង្គុយនៅលើទីលានវឹកហាត់ដោយមានការអស់កម្លាំងយ៉ាងខ្លាំង Evelyn ក៏បានចូលទៅសួរសុខទុក្ខរបស់ Theo ដោយក្តីបារម្ភប៉ុន្តែ Theo ក៏មិនថ្មីនោះទេគេក៏បានសួរពីបទបញ្ជាដែលគេបានឲ្យ Evelyn ទៅធ្វើពោលគឺការចាប់ខ្មាំងម្នាក់ដែលនៅមានជីវិតដាក់នៅក្នុងគុកក្រោមដីបន្ទាប់មក Theo ក៏បានខ្សឹបប្រាប់ Evelyn ពីរឿងបន្ទាប់ដែលនឹងត្រូវធ្វើបន្តឥឡូវឆ្ពោះទៅកាន់សំណាក់ផ្ការាជឬក៏ហៅថា Plum Blossom Palace ដែលនៅទីកន្លែងវឹកហាត់មួយកន្លែង Theo ក៏បានបង្ហាញពីការគោរពយ៉ាងក្រៃលែងចំពោះអ្នកស្រី Osarena ចំពោះឱកាសនិងសៀវភៅក្បាច់គុណដែលគាត់បានផ្ដល់ឲ្យនៅពេលនោះ Osa ក៏បានយកដាវមួយហើយក៏បានហោះសម្ដៅមកកាន់ទីលានដោយនិយាយថាគាត់មានបំណងចង់បង្រៀន Theo នៅមូលដ្ឋានគ្រឹះនៃវិជ្ជាគុនដាវហើយគាត់មានបំណងចង់បង្រៀន Theo ឲ្យចេះគ្រប់ក្បាច់ទាំងអស់តាំងពីដើមដល់ចប់តែម្ដងហើយនៅពេលនេះគាត់ក៏បានសួរទៅ Theo ថាតើគេយល់ព្រមដើម្បីក្លាយទៅជាកូនសិស្សរបស់គាត់ដែរឬទេមុននឹងផ្ដល់ចម្លើយ Theo ក៏បានសួរបកមកវិញដើម្បីចង់ដឹងពីមូលហេតុពិតប្រាកដគេក៏បានសួរចំថាតើអ្នកស្រី Osarena ចង់យកខ្ញុំទៅជាកូនសិស្សក្នុងនាមជាអ្នកជំនាញគុនដាវនាគមេឃាមែនទេក្រោយពីបានឮភ្លាម Osarena ក៏មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនេះគឺជារឿងសម្ងាត់មួយក៏ប៉ុន្តែគាត់ក៏មិនប្រកែកអ្វីនោះទេហើយគាត់ក៏បានបកស្រាយបន្តថាក្បាច់គុនដាវនាគមេឃាគឺត្រូវបានបង្រៀនដោយសាលាសម្ងាត់មួយហើយមានអ្នកស្នងតំណែងតែមួយគត់ដែលអ្នកនោះនៅក្នុងពេលនេះគឺជាគាត់នេះឯង Osarena ក៏បានបន្តនិយាយថាគាត់មិនមានគោលបំណងលាក់បាំងអ្វីនោះទេគឺគាត់គ្រាន់តែចង់បង្រៀននៅក្បាច់គុនដាវដែលគាត់មានទាំងអស់ពោលគឺចាប់ពីក្បាច់ដាវផ្ការាជរហូតដល់គុនដាវនាគមេឃាហើយគាត់ចង់បង្រៀន Theo គ្រប់យ៉ាងតែម្ដងក្រោយពីបានពិភាក្សាគ្នាចប់សពគ្រប់ហើយ Theo ក៏បានដើរចេញមកខាងក្រៅនៅក្នុងពេលនោះផងដែរមនុស្សមួយក្រុមក៏បានចេញមកពីក្រោយដើមឈើក្បាលនោះដែលពួកគេបានតាំងខ្លួនថាជាសិស្សច្បងរបស់ Theo ព្រោះគិតថា Theo នៅពេលនេះគឺជាសមាជិកថ្មីនៃសំណាក់ផ្ការាជក៏ប៉ុន្តែ Theo ក៏មិនបង្ហាញការគោរពអ្វីចំពោះអ្នកទាំងនេះឡើយឬក៏បានដើរចេញដោយប្រងើយកន្តើយតែម្ដងគេក៏បានឆ្លៀតបញ្ជាក់ប្រាប់ទៅអ្នកទាំងអស់នោះម្ដងទៀតថាដំណើរដែលអ្នកស្រី Osarena ចង់ឲ្យគេក្លាយទៅជាកូនសិស្សនោះគឺត្រូវបាន Theo បដិសេធហើយដែលបានធ្វើឲ្យអ្នកទាំងអស់គ្នាដែលនៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងត្រឡប់មកកាន់កិច្ចសន្ទនាគ្នារវាង Theo និង Osarena វិញដែលនៅពេលនេះ Osarena កំពុងតែសួរបញ្ជាក់ជាថ្មីម្ដងទៀតថាតើ Theo ព្រមនឹងទទួលយកឱកាសក្លាយទៅជាកូនសិស្សរបស់គាត់ដែរឬទេព្រោះតែគាត់នឹងបង្ហាត់បង្រៀននៅគ្រប់ស្នាដៃទាំងអស់ដែលគាត់ចេះ Theo ក៏បានឆ្លើយតបមកវិញទោះបីជាឱកាសមួយនេះពិតជាល្អវិសេសវិសាលមែនក៏គេនៅតែមិនយល់ថាហេតុអ្វីបានជាអ្នកស្រី Osa មានការបដិញ្ញាចិត្តនិងមេត្តាចំពោះ
គេខ្លាំងបែបនេះនៅក្នុងខណៈនោះអូសារ៉េណាក៏បានប្រាប់ឲ្យធីអូងើបឈរឡើងរួចគាត់ក៏បាននិយាយដោយទឹកមុខទន់ភ្លន់ថាការពិតទៅគឺរាល់ពេលដែលគាត់ក្រឡេកមើលទៅធីអូគឺតែងតែរំលឹកគាត់ពីលោកមេប៉ាខែលជានិច្ចគឺជាពិសេសនៅពេលដែលខែលនៅវ័យក្មេងតែម្ដងធីអូពិតជាមិននឹកស្មានដល់តទៅសោះចំពោះចម្លើយដ៏ជ្រាលជ្រៅមួយនេះអូសារ៉េណាក៏បានបន្តបញ្យល់ទៅថាគាត់មិនត្រឹមតែសំដៅទៅលើភាពស្រដៀងគ្នាខាងកាយសម្បទាប៉ុណ្ណោះនោះទេតែអ្វីមួយដែលគួរឲ្យកត់សម្គាល់នោះគឺការខិតខំប្រឹងប្រែងដើម្បីសម្រេចនៅឆន្ទៈនិងមហិច្ឆតារបស់ខ្លួនដែលនៅកាលនោះលោកមេប៉ាខែលរ៉ាណាតែងតែខំប្រឹងវឹកហាត់វិជ្ជាគុណឆ្លងកាត់គ្រប់ឧបសគ្គហើយទោះបីជាលំបាកយ៉ាងណាក៏ដោយក៏គាត់នៅតែមិនចោះញោមឬបោះបង់គោលដៅនោះឡើយដូច្នេះហើយគឺជាមូលហេតុមួយដែលធ្វើឲ្យអូសារ៉េណាលងស្រឡាញ់និងលោកមេប៉ាខែលក្រោយពីបានស្ដាប់ការបកស្រាយនេះចប់ហើយធីអូក៏បានយល់ច្បាស់ជាមុនក៏ប៉ុន្តែចម្លើយរបស់គេនៅពេលនេះគឺនៅតែបញ្ជាក់ថាគេសូមបដិសេធទៅលើឱកាសមួយនេះធីអូក៏បានបន្តបកស្រាយថាព្រោះតែនៅពេលនេះគេមានគ្រូបង្ហាត់ច្រើនណាស់ទៅហើយបូករួមជាមួយនឹងការបង្រៀនរបស់អ្នកស្រីអូសារ៉េណាផងគេត្រូវបានបង្រៀនដោយ Julius និងមិត្តរួមក្រុមដទៃទៀតជាពិសេសអ្នកដែលនៅជុំវិញខ្លួនគេហើយថែមទាំងអេសៀននិងអេត្រយវ៉ាន់ទៀតផងអ្នកទាំងនោះសុទ្ធតែជាគ្រូបង្រៀនរបស់គេអូសាមិននឹកស្មានថាធីអូបែរជាចាត់ទុកអេសៀននិងអេត្រយវ៉ាន់ជាគ្រូបង្រៀនរបស់ខ្លួនតទៅសោះធីអូក៏បានបន្តនិយាយទៅថាទោះបីជាពួកគេគឺជាសត្រូវក៏ដោយក៏ប៉ុន្តែពួកគេបានបង្កើតជាឧបសគ្គដ៏ធំមួយដែលធ្វើឲ្យគេលុតដំខ្លួនឯងហើយនៅពេលនេះគេបានពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមមួយកម្រិតទៀតផងហើយមួយវិញទៀតដោយសារតែរយៈពេលកន្លងមកនេះស្នាដៃរបស់គេតែងតែផ្លាស់ប្ដូរជារឿយៗដូច្នេះហើយនេះគឺជាមូលហេតុមួយដែលគេនឹងមិនអាចសន្យាក្នុងនាមជាកុនសឺរបស់អ្នកស្រីអូសារ៉េណាថាគេនឹងអាចប្រកាន់ខ្ជាប់នៅទំនៀមទម្លាប់របស់សាលាគុននៃអ្នកស្រីបាននោះឡើយអូសារ៉េណានៅពេលនេះក៏បានយល់ច្បាស់ព្រោះតែស្នាដៃរបស់ធីអូតែងតែមានការផ្លាស់ប្ដូរនិងអភិវឌ្ឍជានិច្ចក៏ប៉ុន្តែនេះគឺជាអ្វីមួយដែលគួរឲ្យសរសើរផងនិងគួរឲ្យសោកស្ដាយផងដែរឆ្លៀតក្នុងឱកាសនោះធីអូក៏បាននិយាយបន្តទៀតថាទោះបីជាគេមិនអាចក្លាយទៅជាកូនសិស្សក៏ពិតមែនក៏ប៉ុន្តែគេអាចក្លាយទៅជាកូនប្រុសរបស់អូសារ៉េណាបានក្រោយពីបានលើដូច្នេះហើយអូសារ៉េណាក៏ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងឥឡូវងាកមកកាន់ពេលបច្ចុប្បន្ននេះវិញអូសារ៉េណាពិតជាមានការសប្បាយរីករាយជាខ្លាំងតាំងពីយូរណាស់មកហើយគឺគាត់មិនអាចនឹងមានកូនប្រុសផ្ទាល់ខ្លួននៅឡើយក៏ប៉ុន្តែនៅក្នុងពេលនេះធីអូបានព្រមធ្វើជាកូនប្រុសរបស់គាត់ដូច្នេះហើយនៅពេលនេះគាត់ក៏បានប្រាប់ទៅអ្នកបម្រើឲ្យយកលិខិតមួយច្បាប់មកដើម្បីឲ្យគាត់សរសេរទៅកាន់ប្តីរបស់គាត់ក្នុងគោលបំណងចង់អរគុណធីអូអ្វីមួយដែលគាត់ចង់សរសេរនៅលើលិខិតមួយនោះគឺពាក់ព័ន្ធជាមួយនឹងការធ្វើតេស្តឡើងឋានៈរបស់ធីអូក្រោយពីបានឮហើយអ្នកបម្រើស្រីក៏បានឆ្លើយតបមកវិញដោយក្តីគោរពថាតែធីអូនៅពេលនេះគឺគ្រាន់តែជាបេក្ខជនដែលមិនទាន់មានបទពិសោធន៍ពេញលេញដែលទើបតែចប់ពីកម្មវិធី Awakening Ceremony តែប៉ុណ្ណោះដូច្នេះហើយបើគេទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនបែបនេះក្នុងវ័យក្មេងគេប្រកាសជាអាចនឹងធ្លាក់ក្នុងគ្រោះថ្នាក់ជាមិនខានអូសារ៉េណាក៏បាននិយាយថាដូច្នេះហើយទើបបានជាគាត់ត្រូវតែប្រញាប់ប្រញាល់ឡើងមុនពេលដែលខ្យល់ព្យុះដ៏ធំមួយបានបក់មកកាន់ត្រកូលរ៉ាណារួចលេបត្របាក់អ្វីៗទាំងអស់ដែលមានដូច្នេះហើយគាត់ចង់ផ្ដល់អ្វីៗទាំងអស់ឲ្យទៅធីអូកាន់តែច្រើនតាមតែអាចធ្វើទៅបានឥឡូវក្រឡេកទៅកាន់កន្លែងឃុំឃាំងអ្នកទោសវិញដែលម្នាក់នេះត្រូវបានឃុំដោយអេវ៉ាលីនក្រោមបទបញ្ជារបស់ធីអូក្នុងគុកដ៏សម្ងាត់មួយនេះស្រាប់តែបង្ហាញមុខនៅជនអន្តកបាំងម្នាក់ដែលម្នាក់នោះមានគោលបំណងចង់សម្លាប់បំបត្តិមាត់អ្នកទោសដែលកំពុងតែជាប់ឃុំនេះចំណែកឯអ្នកទោសនោះក៏មិនមានការផិតភ័យអ្វីនោះដែរតែបែរជាចង់ស្លាប់ទៅវិញនៅពេលដែលអាវុធរបស់ឃាតករបានហោះជិតមកដល់គោលដៅទៅហើយស្រាប់តែមានកម្លាំងវាយប្រហារមួយបានទប់ទល់ជាប់ដែលនេះគឺជាស្នាដៃរបស់អេវ៉ាលីនហើយនាងបានពោលថានាងបានចាំឃាតករនេះជាយូរណាស់មកហើយនៅក្នុងពេលនោះអេវ៉ាលីនក៏បានបញ្ចេញស្នាដៃដ៏ឥតខ្ចោះរបស់ខ្លួនក្នុងការវាយប្រហារទៅលើសត្រូវដែលបានធ្វើឲ្យសត្រូវមានការលំបាកជាខ្លាំងក្នុងការទប់ទល់ដែលមិននឹកស្មានថាអេវ៉ាលីនមានសមត្ថភាពខ្លាំងបែបនេះតទៅសោះដូច្នេះហើយនៅក្នុងពេលនេះគេមានបំណងចង់រត់គេចចេញពីទីនេះក៏ប៉ុន្តែអេវ៉ាលីនក៏មិនអនុញ្ញាតឲ្យសត្រូវម្នាក់នេះរត់គេចខ្លួនទៅស្រួលៗនោះដែរហើយនាងក៏បានប្រើប្រាស់បច្ចេកទេសពិសេសមួយក្នុងការបញ្ជាកម្លាំងធាតុខ្យល់ដើម្បីវាយប្រហារទៅលើសត្រូវដែលបានធ្វើឲ្យគេរងរបួសយ៉ាងដំណំនៅក្នុងពេលនេះសត្រូវកំពុងតែគិតពីវិធីក្នុងការកម្ចាត់ចោលផុសតាំងទាំងអស់ដោយការបំផ្ទុះខ្លួនឯងចោលតែម្ដងក្នុងខណៈនោះផងដែរអេវ៉ាលីនក៏បានស្ទុះមកយ៉ាងលឿនក្នុងការទប់ស្កាត់ឬក៏បានធ្វើឲ្យសត្រូវម្នាក់នោះបាត់បង់ស្មារតីនៅនឹងកន្លែងតែម្ដងឥឡូវក្រឡេកទៅកាន់កន្លែងសម្ងាត់មួយដែលនៅក្នុងព្រៃជ្រៅដែលការប្រជុំសម្ងាត់មួយកំពុងតែប្រព្រឹត្តឡើងហើយសមាជិកនៅក្នុងអង្គប្រជុំនោះកំពុងតែពិភាក្សាគ្នារឿងឃាតករដែលបានលួចចូលគុកក្រោមដីអំបញ្ញនេះបើតាមរបាយការណ៍ស៊ើបអង្កេតឃាតករម្នាក់នោះបានមកពីក្រុម Season Serpent ដែលនៅក្រោមការគ្រប់គ្រងរបស់តកូត្រយវ៉ាន់ក្រោយពីបានស្ដាប់ហើយ Julius នៅពេលនេះពិតជាយល់ច្បាស់ណាស់ថាត្រយវ៉ាន់ពិតជាកំពុងតែមានគំនិតមិនល្អមកលើគ្រួសាររ៉ាណាហ
ហើយបើតាមដំណឹងបន្ថែមគឺក្រុម Season 7 Elenic កំពុងតែមានទីស្នាក់ការនៅបន្ទាយចាស់មួយកន្លែងដែលនៅតំបន់ Calhelm នៅក្នុងពេល3ម៉ោងខាងមុខនេះពួកគេប្រកាសជាយល់ថាគម្រោងការដែលគេបានធ្វើអំបញ្ញនេះគឺបានបរាជ័យរួចពួកគេប្រកាសជាដុតចោលផតតាំងតឡែណាដែលតាក់ទងរួចរត់គេចជាមិនខានដូច្នេះហើយនៅពេលនេះអ្វីសំខាន់ដែលត្រូវធ្វើនោះគឺត្រូវតែលួចវេឆ្មក់បន្ទាយនោះរួចចាប់ខ្លួនពួកគេដើម្បីយកព័ត៌មានបន្ថែមហើយអ្នកដែលបានធ្វើបទបង្ហាញមួយនេះគឺមានឈ្មោះថា Cleve ដែលមានឋានៈជា Nal Snow មុនពេលដែលបញ្ចប់ការពិភាក្សា Julius ក៏បានបន្ថែមទៅ Cleve ថាគាត់ចង់ស្នើឲ្យប្រើប្រាស់បេសកកម្មមួយនេះជាការធ្វើតេស្តឡើងឋានៈសម្រាប់ Theo Ragnar ដែលបានធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះមានការឆ្ងល់ហើយ Theo ក៏មិននឹកស្មានថាគេមានសិទ្ធិដើម្បីធ្វើតេស្តលឿនបែបនេះដែរក៏ប៉ុន្តែ Julius ក៏បានលើកហេតុផលបកស្រាយមួយគឺ Theo បានចេញបញ្ជាឲ្យ Evelyn ដាក់អន្ទាក់នៅក្នុងគុកក្រំដីព្រោះដឹងថាសត្រូវនឹងមកក៏ប៉ុន្តែគម្រោងការមួយនេះមិនបានប្រាប់ទៅថ្នាក់លើនោះឡើយដែលបានបង្ហាញថារឿងទាំងអស់នេះចាប់ផ្ដើមដោយ Theo ដូច្នេះហើយ Theo នឹងត្រូវបញ្ចប់វាហើយត្រូវតែយកឱកាសមួយនេះដើម្បីឡើងឋានៈជាអ្នកគុនដាវកម្រិតមធ្យមឲ្យបាននៅក្នុងពេលនោះផងដែរ Theo ក៏បានសម្រេចចិត្តយល់ព្រមធ្វើតាមហើយនៅពេលនោះផ្ទាំងពណ៌ខៀវមួយក៏បានលុតចេញឡើងដើម្បីបង្ហាញពីបេសកកម្មក្នុងការបញ្ចប់គម្រោងការអាក្រក់របស់សត្រូវនៅក្នុងពេលនេះ Theo ពិតជាបានយល់ច្បាស់ក្នុងចិត្តហើយក៏បានបដិញ្ញាថាគេនឹងសម្រេចជោគជ័យនៅលើកិច្ចការមួយនេះឲ្យតទៅបាននៅពេលនេះក្រុមរបស់ Theo បានមកដល់បន្ទាយរបស់សត្រូវហើយដើម្បីជៀសវាងការបែកធ្លាយការសម្ងាត់ក្រុមដែលត្រូវបំពេញបេសកកម្មនេះមានត្រឹមតែ3អ្នកតែប៉ុណ្ណោះដោយសារតែពួកគេជាអ្នកគុនដែរដូច្នេះហើយពួកគេប្រកាសជាមានប្រៀបទៅលើក្រុមឃាតករដែលនៅក្នុងបន្ទាយជាមិនខានតែទោះជាយ៉ាងណាពួកគេត្រូវតែប្រុងប្រយ័ត្នដោយសារតែចំនួនរបស់សត្រូវគឺមានច្រើនលើសលប់តែម្ដងងាកមកមើលសភាពការនៅក្នុងបន្ទាយសត្រូវវិញពួកគេកំពុងតែរៀបចំដុតបំផ្លាញឯកសារផុសតាំងយ៉ាងប្រញាប់ប្រញាល់តែនៅក្នុងពេលដុតតាំងទាំងនោះវត្ថុមួយក៏បានរង្កិលចូលទៅដែលនោះគឺជាក្របបែកផ្សែងភ្លាមនោះ Cleve ក៏បានស្ទុះចូលទៅវាលោកសត្រូវយ៉ាងលឿនរហ័សដែលធ្វើឲ្យពួកគេមិនអាចនឹងប្រតិកម្មបានទាន់ពេលវេលានោះឡើយ Cleve ក៏បានបន្តបោសសម្អាតសត្រូវដែលនៅក្នុងបរិវេណនោះដោយគ្មានការលំបាកអ្វីនោះឡើយរួចនាងក៏បានបញ្ជាឲ្យ Theo ឲ្យទៅចាត់ការសត្រូវដែលនៅជាន់ខាងក្រោមចំណែកឯកន្លែងនេះនាងនិង Evelyn ជាអ្នកដោះស្រាយក្រោយពីបានទទួលបញ្ជាឲ្យ Theo ក៏បានស្ទុះទៅជាន់ក្រោមយ៉ាងលឿនរហ័សតែដោយសារមិនបានប្រុងប្រយ័ត្នខ្ពស់គេក៏បានប៉ះនឹងខ្សែអំបោះមួយដែលបានធ្វើឲ្យអាវុធសម្ងាត់ដំណើរការតែជាសំណាងល្អ Theo ក៏បានគេចផុតទាន់ពេលហើយនៅក្នុងគណៈនោះផងដែរគេក៏បានប្រើប្រាស់ skill របស់ខ្លួនដើម្បីបង្កើនញាណពិសេសក្នុងការសង្កេតមើលបរិវេណខាងមុខ Theo ក៏បានសង្កេតឃើញសត្រូវជាច្រើនអ្នកនិងអន្ទាក់ជាច្រើនទៀតផងដែរដូច្នេះហើយគេក៏បានប្រើប្រាស់កម្លាំងធាតុពិសេសបញ្ជាដៃរបស់ខ្លួនដើម្បីវាយប្រហារកំទេចគោលដៅនិងអន្ទាក់ទាំងឡាយណាដែលនៅខាងមុខក្រោយពីបានកម្ចាត់ចោលបញ្ហានៅចំពោះមុខហើយគេក៏បានបន្តដំណើរបន្ថែមទៀតដោយសង្កេតឃើញថានៅជាន់ក្រោមនេះពិតជាមានអ្នកយាមច្រើនណាស់ដែលបានបង្ហាញថាកន្លែងនេះប្រកាសជាមានអ្វីមួយសំខាន់ជាមិនខានដូចជាការគិតសង្ស័យរបស់គេមែនបន្ទាប់ពីបានដើរមួយសន្ទុះគេក៏បានប្រទះឃើញមនុស្សម្នាក់ដែលមានឯកសណ្ឋានពណ៌ក្រហមកំពុងតែអធិដ្ឋានម្នាក់នោះមានអត្តសញ្ញាណជាបព្វជិតលោហិតម្នាក់នៃវិហារបិសាចបរិសុទ្ធដែលហៅថា Holy Demon Church Theo ស្គាល់យ៉ាងច្បាស់ពីក្រុមជ្រុលនិយមសាសនាមួយនេះដែលពួកគេតែងតែដាក់មនោគមប្រកាសប្រាប់ទៅមនុស្សគ្រប់គ្នាថាពិភពលោកនឹងត្រូវចូលមកកាន់ទីបញ្ចប់នៅក្នុងពេលចប់នេះហើយព្រះសង្គ្រោះនឹងចូលមកពីឋានសួគ៌ដើម្បីស្រោចស្រង់ហើយពួកគេគឺជាមូលហេតុមួយសំខាន់ដែលនឹងធ្វើឲ្យសង្គ្រាមធំបានកាត់ឡើងរហូតធ្វើឲ្យអាណាចក្រទាំងមូលរង្គោះរង្គើ Theo ក៏បានប្រើប្រាស់ skill របស់ខ្លួនក្នុងការសៀបស្ទង់ពីចលនាលំហូរនៃម៉ាណាក្នុងខ្លួនប្រាណរបស់បព្វជិតលោហិតនោះហើយគេស្ទើរតែមិនគួរជឿពីអ្វីដែលបានឃើញព្រោះតែលំហូរនៃម៉ាណាបានហូរចេញពី Mind Gate ដែលបានខ្ទេចខ្ទាំពោលគឺខុសស្រឡះពីមនុស្សធម្មតា Theo ឆ្ងល់ថាតើនេះហើយឬដែលបព្វជិតលោហិតតែងតែហៅថា Grace នោះបព្វជិតលោហិតមួយនោះក៏បាននិយាយឡើងថាបើតាមអារម្មណ៍ដែលគេបានដឹង Theo មិនមែនជាអ្នកជឿសាសនានោះទេដូច្នេះហើយគេនឹងផ្ដល់ឱកាសឲ្យ Theo ក្លាយទៅជាវត្ថុបូជាជូនទៅកាន់ព្រះភ្លាមនោះគេក៏បានស្ទុះមកយ៉ាងលឿនដើម្បីវាយប្រហារទៅលើ Theo ដោយប្រើប្រាស់តែដៃទទេតែប៉ុណ្ណោះដែលបានធ្វើឲ្យ Theo ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើក្បាច់គុណមួយនេះបព្វជិតលោហិតក៏បានដាក់សម្ពាធនឹងការវាយប្រហារទៅលើ Theo យ៉ាងខ្លាំងរហូតធ្វើឲ្យគេពិបាកក្នុងការទប់ទល់មែនទែនក៏ប៉ុន្តែនៅក្នុងខណៈនោះ Theo ក៏បានឆ្លៀតប្រើប្រាស់កម្លាំងធាតុលេឡំជាមួយនឹងដៃរបស់ខ្លួនដើម្បីវាយប្រហារតបទៅវិញក៏ប៉ុន្តែបព្វជិតម្នាក់នោះក៏អាចនឹងយកដៃរបស់ខ្លួនដើម្បីទប់ទល់ទៅលើការវាយប្រហារមួយនេះដោយមិនមានការលំបាកអ្វីតទៅសោះហើយថែមទាំងគប់ Theo ឲ្យខ្ទាតទៅក្រោយយ៉ាងឆ្ងាយទៀតផង Theo គិតក្នុងចិត្តថាអ្វីត្បិតតែបព្វជិតម្នាក់នេះមានឋានៈទាបជាងគេនៅក្នុង Holy Demon Church ក៏ពិតមែនតែបែរជាមានកម្លាំងខ្លាំងបែបនេះតទៅសោះណាមួយនៅក្នុងពេលនេះ Theo ក៏មិនអាចប្រើប្រាស់កម្លាំងធាតុរបស់គេពេញទំហឹងទៅលើការវាយប្រហារនោះទេក៏ព្រោះតែវាមានហានិភ័យដែលនឹងធ្វើឲ្យអគារទាំងមូលបាក់រលំដូច្នេះហើយគេកំពុងតែគិតរកវិធីថ្មីថាតើគេគួរតែធ្វើយ៉ាងណាទៅក្នុងពេលដែលគេកំពុងតែកាត់នោះគេក៏បាននឹកឃើញពីអ្វីគ្រប់យ៉ាងដែលបានរៀនពី Julius និង Osarena
ដែលពាក់ព័ន្ធជាមួយនឹងវិជាកុនដែលផ្ទុយស្រឡះគ្នានោះនៅក្នុងពេលដែលគេកំពុងតែកើតបុព្វជិតលោហិតក៏បានចាប់ផ្ដើមអធិដ្ឋានឬក៏បំរុងប្រើក្បាច់សម្លាប់ដើម្បីបញ្ចប់ជីវិតធីអូនៅពេលដែលការវាយប្រហារដ៏សន្ធប់មួយនោះក៏បានផ្ទុះឡើងធីអូក៏បានគេចផុតទាន់ពេលហើយនៅក្នុងពេលជាមួយគ្នានោះដែរគេក៏បានយល់ច្បាស់ពីវិជាគុណដែលរបស់គ្រូទាំងពីរវិជាគុណទាំងពីរនោះមិនមែនផ្ទុយស្រឡះនឹងគ្នានោះទេព្រោះតែសេចក្តីស្លាប់និងជីវិតគឺជាដំណើរការនៃធម្មជាតិពោលសេចក្តីស្លាប់គឺបានរងចាំជីវិតរីឯជីវិតវិញក៏បានប្រើប្រាស់សេចក្តីស្លាប់ដើម្បីធ្វើជាសារធាតុចិញ្ចឹមដើម្បីទ្រទ្រង់នៃការរីកលូតលាស់របស់ខ្លួនដូច្នេះហើយធីអូក៏បានដឹងថាធម្មពលទាំងពីរនេះអាចលាយបញ្ចូលគ្នាបានទើបគេបានលាយឡំកម្លាំងធាតុរបស់ខ្លួនជាមួយនឹងទ្រឹស្ដីវិទ្យាគុណថ្មីមួយនេះដើម្បីបង្កើតជាក្បាច់វាយប្រហារថ្មីមួយដែលបានបញ្ចេញល្បឿនយ៉ាងលឿនរហូតស្ទើរតែមើលនឹងភ្នែកមិនទាន់បន្ទាប់ពីបានរងការវាយប្រហារមួយនោះបុព្វជិតលោហិតក៏មិនទាន់ជឿជាក់ថាការវាយប្រហារមួយនេះមានប្រសិទ្ធភាពអ្វីនោះដែរក៏ប៉ុន្តែក្រោយពីបានសង្កេតមើលខ្លួនឯងស្រួលបួលទៅគេក៏បានដឹងថាការវាយប្រហារមួយនេះបានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សារពាង្គកាយខាងក្នុងរបស់ខ្លួនរហូតធ្វើឲ្យគេខ្ទាតទៅក្រោយយ៉ាងឆ្ងាយទៀតផងនៅក្នុងពេលនោះផងដែរធីអូក៏បានឆ្លៀតឱកាសដើម្បីយកដៃរបស់ខ្លួនប៉ះទៅលើសត្រូវក្នុងការប្រើប្រាស់ skill ដើម្បីមើលការចងចាំក្នុងគោលបំណងចង់ស្វែងយល់បន្ថែមពីប្រភពនៃកម្លាំងដ៏ចម្លែកមួយនេះរបស់ Holy Demon Church នៅក្នុងគណៈនោះធីអូហាក់បីដូចជាត្រូវបានស្រុបចូលយ៉ាងលឿនទៅកាន់ពិភពមួយដែលខុសពីធម្មតាហើយផ្ទាំងពណ៌ខៀវក៏បានលេចឡើងខុសប្រក្រតីជាមួយនឹងផ្ទាំង error ជាច្រើនបានផុសឡើងរួចក៏បានប្រមានទៅកាន់ធីអូឲ្យរត់គេចចេញពីទីនេះឲ្យលឿនព្រោះតែគេបានជួបប្រទះជាមួយនឹងសត្រូវដ៏ខ្លាំងក្លាពិបាកក្នុងការស្មាននេះបានធ្វើឲ្យធីអូពិតជាមានការភ្ញាក់ផ្អើលក្នុងចិត្តជាខ្លាំងនៅក្នុងគណៈនោះផងដែរសំឡេងដ៏មានឥទ្ធិពលមួយក៏បានសួរទៅកាន់ធីអូថាតើឯងជាណាហើយនៅក្នុងពេលនេះភ្នែកដ៏ធំក៏បានបើកឡើងមើលទៅកាន់ធីអូហាក់បីដូចជាសត្វល្អិតអញ្ចឹងហើយក៏បានបន្លឺសំឡេងឡើងថាហេតុអ្វីបានជាឯងថ្លាមធំដល់ម្លឹងដែលហ៊ានមករំខានដំណេករបស់យើងផង